ស្ពានខ្ពស់ជាងគេនៅកម្ពុជាត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយប្រិយមិត្តទាំងអស់គ្នាគឺកាន់តែមានភាពងាយស្រួលសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលមានបំណងចង់ធ្វើដំណើរពីខេត្តបាត់ដំបងកាត់តាមអូសោមទៅកាន់ខេត្តកោះកុងក៏ដូចជាប្រិយមិត្តទាំងអស់គ្នាជាអ្នកខេត្តកោះកុងចង់ធ្វើដំណើរកាត់តាមអូសោមមកបាត់ដំបងវិញក៏មានភាពងាយស្រួលដូចគ្នាជាពិសេសចំពោះរថយន្តព្រុសទាបក៏យើងអាចធ្វើដំណើរបានដោយរលូនដោយមិនចាំបាច់ធ្វើដំណើរតាមផ្លូវគ្រួក្រហមទៀតនោះទេគឺដល់ចំណុចស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាគឺអាចឆ្លងកាត់បានតែម្ដងដែលស្ពានមានប្រវែងប្រមាណ537ម៉ែត្រនិងកម្ពស់90ម៉ែត្រចំពោះជម្រើសផ្លូវដែលធ្វើដំណើរចេញពីក្រុងបាត់ដំបងទៅកាន់ខេត្តកោះកុងគឺមានជម្រើស3ទី1គឺយើងធ្វើដំណើរចេញពីក្រុងបាត់ដំបងមកតាមផ្លូវបាណន់កាត់តាមផ្លូវអសតេរហូតមកដល់វាលចម្បាំងជាផ្លូវដែលគ្រូក្រហមច្រើនរលាក់កឡុកហើយជម្រើសទី2គឺយើងធ្វើដំណើរចេញពីក្រុងបាត់ដំបងមកតាមស្រុកសង្កែចាក់ទៅខាងស្រុកកោះក្រឡហើយបន្តមកតាមផ្សារអសតេរហូតដល់វាចម្បាំងដូចគ្នាពីក្រុងបាត់ដំបងទៅដល់ស្រុកកោះក្រឡជាកស៊ូសុតតែម្ដងតែចាប់ពីផ្សារអសតេរហូតមកដល់វាចម្បាំងគឺជាផ្លូវគ្រូក្រហមជម្រើសទី3ធ្វើដំណើរចេញពីក្រុងបាត់ដំបងមកតាមផ្លូវភ្នំសំពៅកាត់តាមស្រុករតនមណ្ឌលបន្តមកខាងស្រុកសំឡូតរហូតមកដល់វាលចម្បាំងបន្តមកខាងឃុំក្រពើ2ស្រុកវាលវែងខេត្តពោធិ៍សាត់ជាផ្លូវកស៊ូសុតតែម្ដងជាជម្រើសដ៏ល្អសម្រាប់អ្នកដែលប្រើរថយន្តទាបប៉ុន្តែវារៀងឆ្ងាយជាងគេបន្តិចដូច្នេះសម្រាប់ប្រិយមិត្តទាំងអស់គ្នាគិតថាផ្លូវណាល្អសម្រាប់ការធ្វើដំណើរចំពោះខ្លួនឯងអញ្ចឹងប្រិយមិត្តទាំងអស់គ្នាធ្វើដំណើរតាមនឹងទៅហើយចំពោះនៅក្នុងវីដេអូនេះ admin បង្ហាញជូនផ្លូវធ្វើដំណើរចេញពីក្រុងបាត់ដំបងទៅមកកាត់តាមកោះកឡចេញមកតាមវាលចម្បាំងចាប់ផ្ដើមធ្វើដំណើរចេញពីក្រុងបាត់ដំបងគឺយើងត្រូវបន្តមកឆ្លងកាត់តាមរង្វង់មូលព្រាបសរហើយបន្តទៅត្រង់រហូតតែម្ដងប្រិយមិត្តទាំងអស់គ្នាកាត់តាមស្រុកសង្កែដល់ត្រង់ចំណុចទួលចាគឺជាផ្លូវដែលជំនួបជាមួយនឹងផ្លូវ highway ប្រិយមិត្តទាំងអស់គ្នាមុននឹងឆ្លងពិនិត្យឲ្យត្រឹមត្រូវផងដោយសារតែឡានធំកាត់តាម highway ច្រើនយើងត្រូវបន្តមកត្រង់រហូតតាមផ្លូវជាលេខ5តែម្ដងប្រិយមិត្តទាំងអស់គ្នាហើយមកត្រង់រៀងឆ្ងាយគូសំដែរប្រិយមិត្តទាំងអស់គ្នារហូតដល់ផុតស្រុកសង្កែកាត់តាមកំពង់ព្រៀងហូបជាឡាយសង្កែទៅទៀតប្រិយមិត្តទាំងអស់គ្នារហូតមកចូលទឹកដីមងឫស្សីចូលអត់ដឹងខ្លួនទេតែយើងអត់ទៅដល់ទីរួមស្រុកមងឫស្សីទេប្រិយមិត្តទាំងអស់គ្នានៅត្រង់ចំណុចអនុវិទ្យាល័យព្រៃតូចអនុវិទ្យាល័យព្រៃតូចតែបន្តិចមកនៅខាងស្ដាំដៃយើងនឹងបានឃើញផ្លូវកស៊ូមួយដែលជាផ្លូវចូលទៅកាន់ស្រុកកោះក្រឡជាងប្រិយមិត្តទាំងអស់គ្នានឹងបានឃើញផ្លាកសញ្ញាបង្ហាញផ្លូវហើយដែលក្តារបែកខាងស្ដាំដៃនឹងចូលទៅកាន់ភ្នំធម្មដីកោះក្រឡអញ្ចឹងយើងបន្តបាត់មកខាងស្ដាំដៃនឹងហើយទៅត្រង់រហូតតែម្ដងប្រិយមិត្តទាំងអស់គ្នាឆ្លងផ្លូវរថភ្លើងរួចនឹងបានមកដល់ត្រង់ទីប្រជុំជនភ្នំធម្មដីអញ្ចឹងយើងបន្តបែកមកខាងឆ្វេងដៃទៀតប្រិយមិត្តទាំងអស់គ្នាអ្នកដែលមិនធ្លាប់ជិះមិនធ្លាប់ស្គាល់ផ្លូវហើយអាចថារៀងឆ្ងាយបន្តិចដែរនឹងដោយសារតែវាត្រូវបត់ច្រើនតង់ដែរប៉ុន្តែវាផ្លូវត្រង់ទៅប្រិយមិត្តទាំងអស់គ្នាមានតែផ្លូវកស៊ូតែមួយផ្លូវអញ្ចឹងណាបន្តមកមុខត្រង់រហូតមកប្រិយមិត្តទាំងអស់គ្នានឹងបានមកដល់រង្វង់មូលកោះកឡហើយយើងបន្តបែកមកខាងស្ដាំដៃដើម្បីចាក់ទៅខាងផ្លូវសំឡូតមកមុខទៀតមកប្រិយមិត្តទាំងអស់គ្នានឹងបានឃើញផ្លូវកន្លែងផុតកស៊ូចូលផ្លូវគ្រូក្រហមវិញប្រិយមិត្តទាំងអស់គ្នាប្រហែលត្រង់ចំណុចនេះជាផ្លូវចូលទឹកដីសំឡូតអញ្ចឹងណាadminក៏មិនស្គាល់ភូមិសាស្ត្រដែរតែតាម admin គិតនឹងឯងដោយសារតែផ្លូវនេះចាក់មកនឹងចេញត្រង់កន្លែងផ្សារអសតេនេះមកដល់ផ្សារអសតេប្រិយមិត្តទាំងអស់គ្នាបើសិនជាយើងធ្វើដំណើរចេញតាមផ្លូវបណ្ណន់មកនេះត្រង់កន្លែងផ្លូវបែកអសតេនេះគឺជាផ្លូវដែលជួបគ្នាហើយយើងត្រូវបន្តត្រង់មកទៀតមកដើម្បីទៅខាងវាលចម្បាំងមកមុខទៀតមកនឹងបានឃើញផ្លូវបំបែកវាលចម្បាំងហើយប្រិយមិត្តទាំងអស់គ្នាអញ្ចឹងយើងបន្តបែកមកខាងឆ្វេងដៃមកជាផ្លូវដែលចូលជាផ្លូវកស៊ូសុតហើយប្រិយមិត្តទាំងអស់គ្នាហើយត្រង់ចំណុចនេះក៏ជាផ្លូវជាតិលេខ10ដែរចាប់ពីនេះទៅចំពោះបញ្ហាផ្លូវគឺលែងមានបញ្ហារលាកអីទៀតហើយប្រិយមិត្តទាំងអស់គ្នាដោយសារតែជាផ្លូវកស៊ូសុតតែម្ដងនៅវាលចម្បាំងនេះគឺស្ថិតនៅចុងសំឡូតប្រិយមិត្តទាំងអស់គ្នាអញ្ចឹងយើងធ្វើដំណើរមកមិនឆ្ងាយប្រហែលទៀតនោះទេនឹងចូលដល់ទឹកដីវាលវែងឃុំក្រពើ2ខេត្តពោធិ៍សាត់ហើយប្រិយមិត្តទាំងអស់គ្នា
នៅត្រង់ចំណុចផ្លូវទួលឡើងភ្នំនេះគឺជាតំបន់ព្រំប្រទល់រវាងខេត្តពោធិ៍សាត់និងខេត្តបាត់ដំបងអញ្ចឹងនៅពេលដែលយើងឆ្លងផុតទួលនឹងទៅនឹងចូលដល់ស្រុកវាលវែងខេត្តពោធិ៍សាត់ហើយផ្លូវនៅឃុំកពើ2នេះគឺជាផ្លូវដែលមានគំនូសពុះទ្រូងផ្លូវរួចរាល់អស់ហើយអញ្ចឹងវីដេអូមុនអីក៏មានប្រិមិត្តក៏សួរហេតុអីក៏គេមិនធ្វើគំនូសទ្រូងផ្លូវអញ្ចឹងដោយសារតែផ្លូវនឹងក៏មើលទៅឃើញរឿងតូចដែរបើសិនជាមិនមានគំនូសទ្រូងផ្លូវអញ្ចឹងក្រែងលោបើកបរទៅវាមានសុវត្ថិភាពជាដើមតែពេលបច្ចុប្បន្នអេដមីនមកលោកនេះឃើញថាផ្លូវពីមួយកន្លែងទៅមួយកន្លែងហ្នឹងគឺខុសប្លែកពីមុនកាន់តែស្អាតឡើងហើយចំពោះផ្លូវកន្លែងខ្លះដាច់ផ្ទះដែរប្រិមិត្តទាំងអស់គ្នាអញ្ចឹង admin តែងតែបញ្ជាក់គ្រប់វីដេអូតែម្ដងឲ្យចាក់សាំងមកពេញពីបាត់ដំបងមកដោយសារតែផ្លូវស្ងាត់អញ្ចឹងស្រួលពេលដែលយើងទៅដល់ប្រម៉ោយយើងនឹងចាក់មកតង់ទៀតបើសិនជាយើងអស់តាមផ្លូវចំកន្លែងដាច់ផ្ទះអីមិនដឹងថាទៅរកសាំងចាក់ឯណាទេទោះបីយើងមកគ្នាច្រើនក៏ដោយបើសិនជាចេញ trip បើសិនជាមានអ្នកបតិគ្នាអញ្ចឹងវាក៏ពិបាកក្នុងការធ្វើដំណើរដែរម្នាក់ឡាយតែរកសាំងឲ្យម្នាក់ហ្នឹងវាមិនដល់គោលដៅកំណត់តាមពេលនៅត្រង់ចំណុចនេះអត់តមានគំនូសពុះទ្រូងផ្លូវទេប្រិមត្តទាំងអស់គ្នារសារតែមានមកវគ្គមុនហ្នឹងគឺជាផ្លូវគ្រូក្រហមនៅឡើយហើយមកលើកនេះគឺគេទៅតែចាប់ផ្ដើមចាក់កស៊ូដូច្នេះគំនូសពុះទ្រូងផ្លូវគំនូសលឿងគំនូសសអីនោះអត់តមានទេដោយសារតែផ្លូវគេធ្វើម្ដងមកកណាត់ចឹងទៅហើយប៉ះកន្លែងណាដែលមានគឺស្អាតភ្លឹងតែម្ដងហើយប៉ះតែកន្លែងណាគេទៅតែចាក់កស៊ូចឹងទៅគឺបានតែដូចក្នុងវីដេអូបែបនេះឯងជីបណ្ដាឆ្លុះវង្វេងជាមួយនឹងទេសភាពតាមដងផ្លូវបណ្ដានឹងភ្លេចខ្លួនដោយសារតែផ្លូវស្រួលផងនោះគឺមកដល់រង្វង់មូលប្រម៉ោយហើយរង្វង់មូលប្រម៉ោយគឺជាទីរួមស្រុករបស់វាលវែងដែលពីមុនមកគឺយើងឃើញមានដំរីតែ5ក្បាលតែប៉ុណ្ណោះតែមកលើកនេះបើសិនជាអ្នកខានមកយូរនេះនឹងប្លែកភ្នែកហើយគឺមានដំរីរហូតដល់505ក្បាលពេលដែលយើងមកដល់រង្វង់មូលប្រម៉ោយចម្ងាយផ្លូវទៅកោះកុងហ្នឹងគឺនៅសល់ប្រមាណ127គីឡូម៉ែត្រទៀតប្រិមត្តទាំងអស់គ្នាបើសិនជាគិតពីបាត់ដំបងឲ្យទៅដល់កោះកុងហ្នឹងគឺជិត300គីឡូម៉ែត្រប្រិមត្តទាំងអស់គ្នាខ្ទង់208 209ដែលយើងជ្រើសរើសផ្លូវធ្វើដំណើរចេញពីបាត់ដំបងគឺចម្ងាយផ្លូវនីមួយៗគឺវាឆ្ងាយទៅតាមហ្នឹងបើយើងជ្រើសរើសធ្វើដំណើរចេញពីបាណន់មកទៅក៏វារៀងជិត208អីចឹងទៅតែបើសិនជាយើងវាងតាមសំឡូតវាចូលដល់209អីចឹងទៅឥឡូវមកដល់តំបន់ជើងភ្នំហើយប្រិមត្តទាំងអស់គ្នាអញ្ចឹងយើងត្រូវធ្វើបន្តទៅមុខត្រង់ទៅឡើងមកចំណោតភ្នំនឹងទៀតទៅចូលដល់ទីប្រជុំជនឃុំអូសោហើយទិដ្ឋភាពតាមដងផ្លូវបើសិនជាអ្នកដែលធ្លាប់ធ្វើដំណើរទៅខាងភ្នំ1005ក៏មើលទៅគឺដូចតែគ្នានឹងឯងប្រិមត្តទាំងអស់គ្នាគ្រាន់តែនៅខាងភ្នំ1005ក៏មានទិដ្ឋភាពផ្លូវទងអាងតែខាងនេះគឺអត់មានទេមានតែពុតពេនរៀងធម្មតាកោងចុះកោងឡើងផុតមកភ្នំនឹងមកឥឡូវដល់កន្លែងស្ពានអូសោមកប្រិមត្តទាំងអស់គ្នាដែលនៅទីនេះមានទេសភាពស្រស់ស្អាតខ្លាំងមែនទែនឥឡូវគេបង្កើតជាហាងកាហ្វេផ្ទះស្នាក់បឹងកាឡូហើយមានចំការទុរេនទៀតទេសភាពគឺពិតជាស្រស់ស្អាតគ្រប់រដូវកាលដោយរូបភាពដែលគេបង្ហាញទៅមែនប្រិមត្តទាំងអស់គ្នាមកមុខបន្តិចមកនឹងបានឃើញផ្លាកសញ្ញាបង្ហាញផ្លូវមួយទៀតដែរប្រិមត្តទាំងអស់គ្នាដែលបែកទៅខាងឆ្វេងចូលទៅក្នុងភូមិអូសោមហើយយើងបន្តបែកមកខាងស្ដាំដៃតាមផ្លូវធំហ្នឹងនៅសល់91គីឡូទៀតនឹងដល់ខេត្តកោះកុងហើយ
បច្ចុប្បន្ននេះគឺកាន់តែមានភាពងាយស្រួលចំពោះផ្លាកសញ្ញាបង្ហាញផ្លូវចាប់ពីរង្វង់មូលប្រម៉ោយមកគឺគេបង្ហាញយើងរហូតតែម្ដងនៅពេលដែលមានផ្លូវបែកគេប្រាប់ឲ្យថាខាងនេះទៅខាងណាខាងនេះទៅខាងណាឬក៏ខាងនេះសល់ប្រហែលគីឡូទៀតទើបដល់ទីរួមខេត្តកោះកុងអញ្ចឹងនៅចំណុចស្ពានមួយនេះគឺមានការ៉ាសាំងមួយដែលជាការ៉ាសាំងចុងក្រោយហើយបើត្រូវចាក់ហើយទៅមុខទៀតហ្នឹងសំបីតាអាសាំងដបហ្នឹងក៏គ្មានលក់ដែរដោយសារតែវាតំបន់ដាច់ផ្ទះអីចឹងប្រិមត្តទាំងអស់គ្នាចឹងមកដល់ឆ្លងផុតស្ពាននឹងមកចូលដល់ទីប្រជុំជនឆៃលោកដែលនៅទីនេះមានកន្លែងលក់បាយម្ហូបអីច្រើនចឹងបើយើងត្រូវការញ៉ាំទីនេះហើយទៅមុខទៀតគឺមិនមានទេមកដល់ខាងមុខនឹងបានឃើញផ្លាកសញ្ញាបង្ហាញផ្លូវមួយទៀតហើយប្រិមត្តទាំងអស់គ្នាយើងបន្តមកខាងស្ដាំម្ដាយខ្វះ84គីឡូទៀតនឹងដល់ក្រុងខេមរភូមិន្ទទីរួមខេត្តកោះកុងចំណុចនេះគឺជាចំណុចចុងក្រោយហើយដែលមានផ្ទះអ្នកភូមិអញ្ចឹងទៅមុខទៀតនឹងដាច់ផ្ទះអ្នកភូមិហើយបន្តទៅមុខត្រង់រហូតទៅយើងនឹងបានទៅដល់ចំណុចស្ពានដែលខ្ពស់ជាងគេនៅកម្ពុជាមកខាងមុខនឹងមានផ្លូវបែកគ្រូក្រហមនៅខាងស្ដាំដៃហើយជាផ្លូវដែលវាងស្ពានដែលពុះជាងគេនៅកម្ពុជាប៉ុន្តែបច្ចុប្បន្នយើងមិនចាំបាច់ទៀងទៀតទេយើងបន្តទៅត្រង់រហូតតែម្ដងទៅឆ្លងស្ពានដោយសារតែស្ពានគេអនុញ្ញាតឲ្យឆ្លងកាត់ជាអចិន្ត្រៃយ៍ហើយពិតជាពិសេសមែនទែនសម្រាប់អ្នកដែលធ្វើដំណើរពីបាត់ដំបងទៅលេងកោះកុងនៅរដូវកាលក្រោយនេះដោយសារតែមិនចាំបាច់វាងស្ពានតាមផ្លូវគ្រូក្រហមដូច្នេះវាកាន់តែមានភាពងាយស្រួលសម្រាប់ប្រយុទ្ធព្រោះទៀតចឹងអេដមីនសូមបញ្ជាក់សម្រាប់អ្នកដែលពុំធ្លាប់បានមកដល់ពេលបានផ្លូវស្រួលចឹងប្រយ័ត្នអត់ដឹងថាបើកដល់ស្ពានដឹកពុះជាងគេនៅកម្ពុជាប្រយ័ត្នឆ្លងទៅរយអត់បានចោះថតរូបលេងដោយសារតែស្ពានវាមានប្រវែងត្រឹមតែ537ម៉ែត្រទេតែបើយើងមើលពីក្រោមមកបានវាខ្ពស់កម្ពស់90ម៉ែត្រចឹងមកដល់ចំណុចស្ពានដឹកពុះជាងគេនៅកម្ពុជាហ្នឹងគេមានកន្លែងសម្រាប់ចតរថយន្តហើយប្រិមត្តទាំងអស់គ្នាទាំងក្បាលស្ពានសងខាងនិងខាងកោះកុងក៏មានខាងពោធិ៍សាត់ក៏មានគេអត់អនុញ្ញាតឲ្យយើងចតលើស្ពានហើយថតរូបលេងតែបើសិនជាចង់ចលើស្ពានថតរូបលេងហ្នឹងតើទុករថយន្តនៅក្បាលស្ពានហើយដើរមកលើស្ពានដោយខ្លួនឯង
បន្តចេញពីស្ពានមកហើយប្រិមត្តទាំងអស់គ្នាអញ្ចឹងវាលែងមានអីពិបាកទៀតហើយជាផ្លូវកស៊ូសុទ្ធតែម្ដងពិបាកត្រង់តែពេលដាច់ផ្ទះហើយបើសិនជាមានបញ្ហានឹងឯងអញ្ចឹងទម្រាំទៅដល់កន្លែងដែលមានផ្ទះប្រជាជនហ្នឹងវារៀងឆ្ងាយដែរប្រិមត្តទាំងអស់គ្នាអញ្ចឹងបើសិនជាយើងអ្នកខ្លាចអីយើងមកគ្នាច្រើនទៅដូចមានខមមិនមួយនៅក្នុងเพจហ្នឹងគាត់ថាផ្លូវលបឿនលឿននៅមានចោលប្លន់តម្រាំតែផ្លូវស្ងាត់លើអ្នកណាទៅដឹងពីចិត្តចោលលោកព្រះតែនៅក្នុងផ្ទះនៅក្នុងភូមិអ៊ូអហ្នឹងតែវាត្រូវប្លន់ក៏វារៀបកម្រងហើយអញ្ចឹងយើងគិតអ្វីតែល្អទៅកុំគិតអកតេពេកគេធ្វើដំណើរទៅមកអ៊ូអមិនទាំងជាមានបញ្ហាអ្វីផងក៏ឯងខកគេតែមួយហ្នឹងសម្រាប់កំឡុងខែនេះគឺជារដូវកាលដែលមានភ្លៀងធ្លាក់អញ្ចឹងប្រិមត្តទាំងអស់គ្នាបើអាចត្រៀមអាវភ្លៀងអាវអីផងដោយសារតែយើងជិះម៉ូតូមិនដូចឡាននោះទេមេឃនៅតំបន់ភ្នំមេឃនៅកោះកុងនេះតើត្រូវរងឹតនឹងគឺមកហ្វូតែម្ដងហើយរងឹតភ្លាមហើយយើងអត់ដឹងមុនទៅប្រិមត្តទាំងអស់គ្នាផ្លូវឥឡូវកាន់តែមានភាពងាយស្រួលហើយប្រិមត្តទាំងអស់គ្នានៅដល់តំបន់ចំណោតអញ្ចឹងគេប្រាប់ដាក់សញ្ញាបង្ហាញផ្លូវហើយថាតំបន់ខាងមុខហ្នឹងគឺជាតំបន់ចំណោតមានចម្ងាយប្រមាណម៉ែត្រអីចឹងតែបិទតែកន្លែងផ្លូវខ្លះវាកោងវាកាច់វាចុះវាឡើងអីចឹងប៉ុន្តែគេមានប្រាប់មុនទាំងអស់ប្រិមត្តទាំងអស់គ្នាឲ្យតែយើងបើកបរដោយការប្រុងប្រយ័ត្នទៅវាសុវត្ថិភាពហើយនេះមកដល់ត្រង់ចំណុចដែលផ្លូវកោងនេះដែលសវោអ្នកថតច្រើនមែនទែនប្រិមត្តអ្នកគ្នាប្រហែលក្នុងបណ្ដាញសង្គមចឹងហើយមានប្រិមត្តក៏ថាកន្លែងចំណោតចឹងមិនក៏ដាក់ផ្លូវបេតុងមើលទៅបើសិនជាមានភ្លៀងវាអាចនឹងល្អិលចឹងក៏ពិតផ្លូវបេតុងនេះគេចាប់ចឹងឯងប្រិមត្តអ្នកគ្នាសារតែតំបន់ចំណោតកាច់កោងចឹងគេដាក់បេតុងទៅប៉ុន្តែគេឆូតឆ្នោតដល់ប្រិមត្តដើម្បីឲ្យវាបតិកាឡាជាមួយនឹងកង់ឡានកង់ម៉ូតូចឹងទៅមែនផ្លូវបេតុងលលងត្បិលទេអានឹងតលតែយើងបានមកខ្លួនឯងម្ដងបានយើងដឹងថាផ្លូវធ្វើដំណើរក៏ពិតជាស្រួលមែនត្រង់នេះគឺជាស្ពានដែលស្ទឹងដំណាក់ក្បូននៅខាងក្រោមប្រិមត្តទាំងអស់បើបានមកដល់ហើយក៏នាំគ្នាចុះលេងខាងក្រោមទៅដោយសារតែទេសភាពស្អាតបើសិនជាមិនបានចុះវាស្ដាយដែរខំធ្វើដំណើរមកឆ្ងាយពីណាពីណីហើយស្កាត់ដល់
ស្ទឹងដំណាក់កាបូនហើយក៏ឆ្លៀតស្រូបយកខ្យល់អាកាសបន្តិចទៅបើសិនជាត្រូវញ៉ាំបាយញ៉ាំអីនៅទីនេះយើងមានអាហារខ្លួនឯងក៏ញ៉ាំទៅប៉ុន្តែចំពោះបញ្ហាកាកសំណល់សម្រាប់ដែលយើងបរិភោគហើយនឹងថង់អីហ្នឹងគឺយកទៅចោលកន្លែងឲ្យត្រឹមត្រូវប្រិមិត្តទាំងអស់គ្នាកុំចោលចិត្តហ្នឹងតែមានសត្វមកខំមកហែកអីចឹងទៅវាអារ៉ាត់អរាយយើងយកទៅផ្ញើទៅកន្លែងអ្នកលក់ចិត្តហ្នឹងទៅដោយសារនៅទីហ្នឹងក៏មានអ្នកប្រចាំការនៅទីហ្នឹងដែរបន្តដំណើរចេញពីស្ទឹងដំណាក់កាបូនមកមិនឆ្ងាយប្រហែលទៀតទេប្រិមិត្តទាំងអស់គ្នាដល់ក្រុងខេមរភូមិន្ទហើយដោយសារតែស្ទឹងដំណាក់កាបូននេះគឺជាក្នុងដីខេត្តកោះកុងហើយអញ្ចឹងផ្សល់ចម្ងាយប្រហែល35គីឡូម៉ែត្រអីទៀតទេមកដល់ខាងមុខឆ្លងស្ពាននេះក៏យើងបន្តបែកមកខាងស្ដាំដៃមកប្រិមិត្តទាំងអស់គ្នាហើយនៅខាងក្រោមស្ពាននេះបើសិនជាយើងមើលទេសភាពខាងក្រោមក៏ស្រស់ស្អាតដែរប្រិមិត្តទាំងអស់គ្នាទឹកនឹងថ្លាខៀវហូរខ្មៅខ្មាញ់បោកលើផ្ទាំងសិលាតែម្ដងណាតែនេះសម្រាប់តែរដូវដែលវាមានទឹកស្អាតណាបើសិនជាមករដូវភ្លៀងធ្លាក់ទឹកហូរខ្លាំងអីទឹកល្អក់មើលទៅក៏ព្រឺព្រួយវិញនេះមកដល់ត្រង់ចំណុចនេះមានផ្ទះអ្នកលក់ចាប់ហួយមួយប្រិមិត្តទាំងអស់គ្នាអញ្ចឹងបានន័យថាយើងជិតចូលដល់ក្រុងខេមរភូមិន្ទមែនទែនហើយដែលមានចាប់ដើមមានផ្ទះមួយបដាហើយមានចំការកៅស៊ូអីចឹងទៅ
នេះមកដល់ចំណោទចុងក្រោយហើយប្រិយមិត្តទាំងអស់គ្នាដែលមានចម្ងាយ700ម៉ែត្រហើយយើងមើលទៅខាងក្រោមនឹងក៏ឃើញទឹកសមុទ្របដាហើយមានអារម្មណ៍រំភើបក្តុកក្តួលហើយប្រិយមិត្តទាំងអស់គ្នាដែលចិត្តដល់គោលដៅប៉ុន្តែត្រង់ចំណោទមួយនេះវារាងកោងខ្លាំងណាប្រិយមិត្តទាំងអស់គ្នាអញ្ចឹងបាទបើប្រយ័ត្នប្រយែងផងហើយចំណោទនីមួយៗក៏មិនឆ្ងាយមិនយូរដោយវីដេអូដែលគេនិយាយថាចំណោទមួយឆ្លង1ម៉ោងមិនផុតអញ្ចឹងតលតែយើងមកខ្លួនឯងមកប្រិយមិត្តទាំងអស់គ្នាកុំឲ្យគេបោកបានចង់ដឹងថាការពិតដូចគេនិយាយមែនឬក៏អត់ណាមកដល់ខាងមុខនឹងមានផ្លូវបែកជាពីរហើយប្រិយមិត្តទាំងអស់គ្នាអញ្ចឹងយើងបន្តបាត់មកខាងស្ដាំដៃមកដើម្បីទៅកាន់រង្វង់ម៉ូស្កូហើយបន្តចូលក្រុងកាមេរ៉ាភូមិន្ទតែម្ដងមកតាមនេះស្រួលជាងប្រិយមិត្តទាំងអស់គ្នាដែលសារតែជាភ្លេចខ្លួនគឺដល់ក្រុងកាមេរ៉ាភូមិន្ទដល់រង្វង់ម៉ូយុទ្ធការបើបាត់ទៅខាងឆ្វេងដៃក៏ចេញក្រុងកាមេរ៉ាភូមិន្ទដែរប្រិយមិត្តទាំងអស់គ្នានឹងដល់ចំនួនផ្លូវជាលេខ48ហើយយើងមកខាងស្ដាំដៃទៀតមកចូលក្រុងកាមេរ៉ាភូមិន្ទដូចគ្នាបើទៅខាងឆ្វេងដៃទៅខាងតាតៃមកដល់រង្វង់មួយយុទ្ធការយើងបន្តទៅមុខត្រង់ទៀតទៅប្រិមិត្តទាំងអស់គ្នានឹងបានឃើញផ្ទះសំណាក់កុលាបកោះកុងហើយនៅខាងឆ្វេងដៃឬក៏បន្តមកខាងក្នុងផ្សារដងទងមករកផ្ទះសំណាក់ភ្នំមាសកោះកុងដោយសារតែវានៅនឹងធូរថ្លៃហើយប្រិមិត្តទាំងអស់គ្នាបន្ទប់ក្រេមួយចង្ហាល់វាល្មមកេង$8ឬក៏$30000រៀលនៅខាងផ្ទះសំណាក់ភ្នំមាសកោះកុងសម្រាប់អ្នកដែលសន្សំសំចៃមិនសូវសវលុយតែចង់ដើរលេងឆ្ងាយអីអញ្ចឹងអេដមានចេះតែចង់បង្ហាញឲ្យមកកន្លែងដែលធូរថ្លៃចឹងណាចឹងសម្រាប់ប្រិយមិត្តទាំងអស់គ្នាដែលចង់ដើរលេងចិត្តនៅក្រុងកាមេរ៉ាភូមិន្ទហ្នឹងមានឆ្នេរនេសាទឆ្នេរចាំយាមពីមក្រសោបចាត់ដីខុនឆាំងខុនផែនទឹកធ្លាក់តាចាតទឹកធ្លាក់ភូមិន្ទអីជាដើមតែបើយើងចង់ទៅកោះកុងក្រៅឆ្នេរនេសាទកោះស្ដាច់អីអាហ្នឹងទៅតែចំណាយច្រើនហើយធ្វើដំណើរទៅរៀងឆ្ងាយបន្តទៀតប្រិយមិត្តទាំងអស់គ្នាដល់តែយើងមកគ្នាច្រើនហើយសៀគ្នាម្នាក់តិចទៅអាហ្នឹងវាអស់ធូរថ្លៃវិញអរគុណច្រើនសម្រាប់ការចូលទស្សនាកុំភ្លេចជួយ Subscribe វិជាចរបណ្ដឹងឲ្យadmin ម្នាក់មួយផងដើម្បីទទួលបានវីដេអូបង្ហាញផ្លូវនិងសកម្មភាពធ្វើដំណើរទៅកាន់រមណីយដ្ឋាននានានៅវីដេអូក្រោយៗជាបន្តទៀត